នៅទីកន្លែងរបស់ផាំងខាសាតដែលនៅពេលហ្នឹងដុកទ័រវេកផាំងកំពុងតែនិយាយគ្នាជាមួយនឹងដុកទ័រ Clover ដែលដុកទ័រ Clover បានស្នើសុំឲ្យដុកទ័រវេកផាំងនឹងសិក្សាអំពីភាព100ឆ្នាំនៃភាពទទេស្អាតនឹងទៅប៉ុន្តែដុកទ័រវេកផាំងបដិសេធដោយមិនយល់ព្រមនោះឡើយដោយលើកហេតុផលដែលថាគាត់គឺជាអ្នកបម្រើរាជរដ្ឋាភិបាលអញ្ចឹងគាត់អាចសិក្សាបាននោះទេនេះគឺជាច្បាប់ហាមឃាត់ដែលរដ្ឋាភិបាលបានដាក់ឲ្យមកគាត់ក្រោយមកហ្នឹងដុកទ័រ Clover បាននិយាយប្រាប់អំពីរឿងរ៉ាវមួយចំនួនទៅកាន់ដុកទ័រវេកផាំងតាក់ទងជាមួយនឹងអាត់កំបាំងរបស់គាត់ដុកទ័រ Clover បាននិយាយ5តង់ដែលថាតាមកាពិតទៅគាត់មានត្រកូលថា D ហើយមនុស្សដែលមានត្រកូល D ហ្នឹងត្រូវបានមនុស្សមួយចំនួនដេញតាមសម្លាប់ចំពោះឯដុកទ័រ Clover ផ្ទាល់គាត់នៅមានជីវិតក៏ដោយសារតែគាត់បានកុហកជាមួយនឹងមនុស្សមួយក្រុមអំឡុងពេលដែលគាត់នៅពីក្មេងហ្នឹងមនុស្សមួយក្រុមហ្នឹងបានបាញ់សម្លាប់បងប្រុសបង្កើតរបស់គាត់ប៉ុន្តែគាត់បានបដិសេធប្រាប់ទៅកាន់មនុស្សមួយក្រុមហ្នឹងថាគាត់គឺជាមិត្តភក្តិនឹងគ្នានោះទេរឿងរ៉ាវដ៏ឈឺចាប់ទាំងនេះហើយទើបធ្វើឲ្យគាត់ហ្នឹងចង់សិក្សាតាក់ទងជាមួយនឹង Void Century ដែលយើងនិយាយថាភាព100ឆ្នាំនៃភាពទទេស្អាតនឹងឯងកតកម្ម4ឆ្នាំបន្ទាប់ក្រោយពីពួកដុកទ័រវេកផាំងនិងដុកទ័រ Clover និយាយគ្នាព័ត៌មាននៃដុកទ័រ Clover ត្រូវបានគេសម្លាប់ដោយសារ Buster Call នៅពេលនេះគឺបានលើទៅដល់ដុកទ័រវេកផាំងចំពោះ Master Caesar នៅពេលហ្នឹងគាត់គឺបានធ្វើ assistant របស់ដុកទ័រវេកផាំងក៏ដូចជាសប្បាយចិត្តជាមួយនឹងដំណឹងដែលបានលើថាដុកទ័រ Clover ត្រូវបានបាត់បង់ជីវិតក្រោយមកហ្នឹងដុកទ័រវេកផាំងគាត់ក៏បានដើរចេញទៅខាងក្រៅគាត់បានស្ដាប់ឮជាមួយនឹងអ្នកវិទ្យាសាស្ត្រមួយចំនួនផ្សេងទៀតបាននិយាយតាក់ទងជាមួយនឹងមានក្មេងស្រីម្នាក់បានរត់ចេញអំពី Buster Call មួយហ្នឹងម្នាក់ហ្នឹងគឺជា Nico Robin លុះដល់រយៈពេលក្រោយមកទៀតហ្នឹងដុកទ័រវេកផាំងបានសម្រេចចិត្តទៅមើលជាមួយនឹងកោះ Ohara ដែលគាត់ទៅដល់ហ្នឹងឃើញតែកំតិចសៀវភៅតែប៉ុណ្ណោះក៏ដូចជាបានយំនឹកជាមួយនឹងមិត្តរបស់គាត់ដែលជាដុកទ័រ Clover ខ្លាំងណាស់ក្រោយមកហ្នឹងដុកទ័រវេកផាំងបាននិយាយតែម្នាក់ឯងថាការសិក្សាស្រាវជ្រាវវាពិតជាសំខាន់ជាងជីវិតរបស់ពួកគាត់ទៅទៀតដោយសារតែពួកគាត់គឺជាអ្នកសិក្សាស្រាវជ្រាវបានដាក់ចិត្តដាក់កាយដាក់ទាំងបេះដូងដាក់ទាំងអាយុជីវិតដើម្បីធ្វើការសិក្សាស្រាវជ្រាវអ្វីដែលថ្មីចំពោះរឿងរ៉ាវទាំងនេះហ្នឹងគឺដុកទ័រវេកផាំងបាននិយាយប្រចាំងជាមួយនឹងទូទស្សន៍ទៅកាន់មនុស្សគ្រប់គ្នាបានដឹងឮផងដែរ Robin គឺបានតបទឹកភ្នែកមិនជាប់នោះទេសេចក្ដីគឺបានកាត់មកដល់ Lilith ដែលនិយាយដែរថារៀបចំរួចហើយឬនៅអានចាក់ចេញពីទីនេះឲ្យលឿនក៏ប៉ុន្តែហ្នឹងពួកគេមានឧបសគ្គបើទៅខាងមុខហ្នឹងតាណាត់ជីរ៉ូនឹងធ្វើការកាប់ជាមួយនឹងសំពៅរបស់ពួកគេដាច់ជាពីរមិនខាននោះទេក៏ប៉ុន្តែបើសិនជាកិច្ចទៅផុតទៀតសំពៅក៏វាមិនធ្លាក់ចូលទឹកនោះដែរនឹងត្រូវបែកបាក់ដូចតែគ្នាហ្នឹងរវល់និយាយផ្លេចខ្លួនហ្នឹង Atlas គឺបានហក់ទៅវាយជាមួយនឹង Lilith មួយដៃឡើងសន្លប់តែម្ដងញោមមើល Elmet ដែលជាមនុស្សយន្តយក្សនេះវិញហ្នឹងគាត់ក៏បានដើរទៅមុខដល់និយាយដែរថា Joy Boy ទីបំផុតគឺគាត់អាចជួបជាមួយនឹង Joy Boy ម្ដងទៀតហើយចយបយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលអាចជួបឯងម្ដងទៀតចំពោះ Luffy ឯនេះវិញហ្នឹងក្រោយពីឃើញមនុស្សយន្តម្នាក់នឹងនិយាយជាមួយនឹងគាត់ហ្នឹងគាត់ក៏បានបើកភ្នែកភ្លឺភ្លឺក៏ដូចជាបែកក្រោយដល់និយាយដែរថានិយាយមួយណាគេហ្នឹងក្រោយពីឃើញថា Luffy ធ្វើសកម្មភាពបែបហ្នឹងហើយហ្នឹងមនុស្សយន្ត Emmet និយាយដែរថាអត់ទេខ្ញុំគឺនិយាយជាមួយនឹងឯងនឹងឯងចយបយក្រោយតែបានប្រាប់ទៅកាន់ Luffy បែបហ្នឹងហើយហ្នឹងមនុស្សយន្ត Emmet ហ្នឹងបានឲ្យ Luffy ទៅមុនទៅទុកឲ្យគាត់ទៅកម្ចាត់ជាមួយនឹងសត្រូវរបស់ចយបយដល់និយាយដែរថាសត្រូវរបស់ចយបយដូចជាសត្រូវរបស់គាត់នឹងធ្វើការប្រយុទ្ធជាមួយនឹងសត្រូវរបស់ Joy Boy ដើម្បីឲ្យ Joy Boy សប្បាយរីករាយចំពោះឲ្យខ្លួនគាត់ផ្ទាល់ដែលជា Elmet ហ្នឹងគាត់ក៏និយាយដែរថាគាត់ក៏សប្បាយចិត្តដែរក្នុងការជួយប្រយុទ្ធទៅកាន់ Joy Boy ម្ដងទៀតគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះបានទះដៃទាំងពីរទង្គិចគ្នាឲ្យសត្រូវរបស់ Joy Boy ហ្នឹងមកប្រយុទ្ធជាមួយនឹងខ្លួនមកចំណែក Dory និង Proki ក៏និយាយដែរថាតើមនុស្សយន្តយក្សមួយហ្នឹងតើជាមិត្តឬក៏ជាសត្រូវដែល Luffy និយាយដែរថាគេគឺចង់ជួបជាមួយនឹង Joy Boy ដោយនិយាយហៅថា Joy Boy តែខ្ញុំមិនដឹងថា Joy Boy នឹងជាណាគេនោះទេគ្រាន់តែពេលឮ Luffy និយាយអញ្ចឹងហ្នឹងទាំង Dory ទាំង Proki ក៏និយាយដែរថាពួកគាត់ទាំងអស់គ្នាអត់ឮសំឡេងនៃមនុស្សយន្តយក្សមួយនឹងនិយាយទៅកាន់ពួកគេនោះទេស្ដាប់ Luffy សន្ទនាគ្នាតែប៉ុណ្្នឹងហើយតោះតើមើលមនុស្សយន្ត Elmet ប្រយុទ្ធគ្នាជាមួយនឹងតាចាស់វិញម្ដងចំពោះមនុស្សយន្ត Elmet នៅពេលហ្នឹងគាត់ត្រៀមបើកជាមួយនឹងកណ្ដុងដៃរបស់គាត់បាញ់ជាមួយនឹងតា Jupiter ប៉ុន្តែនៅពេលហ្នឹង Frankie ក៏និយាយដែរថាវាពិតជាអស្ចារ្យដែលបានឃើញមនុស្សយន្តហ្នឹងប្រយុទ្ធគ្នាប៉ុន្តែដៃរបស់គាត់បាញ់អត់ចេញនោះទេដែលបណ្ដាលឲ្យ Frankie Luffy Sanji ហ្នឹងមានការភ្ញាក់ផ្អើលមែនតើដោយសារតែចង់មើលឃើញជាមួយនឹងការប្រយុទ្ធមួយហ្នឹងប៉ុន្តែបែរជាមិនអាចឃើញទៅវិញហើយតា Jupiter បានខំដាច់ដៃរបស់មនុស្សយន្តយក្សមួយនឹងថែមទៀតផងស្រាប់ពេលជាមួយនឹងគ្នានឹង Frankie ក៏និយាយដែរថាមនុស្សយន្តយក្សមួយនឹងមានអាយុកាល900ឆ្នាំមកហើយតើអាចឲ្យប្រយុទ្ធគ្នាដូចជាមនុស្សយន្តធម្មតាដែលទៅបង្កើតថ្មីបានដូចម្ដេចទៅបើបង្កើតមកឡើង900ឆ្នាំហើយនឹងដៃក៏ច្រេះចាប់ទៅតាមនឹងដែរអំឡុងពេលដែលមនុស្សយន្តយក្សមួយនឹងកំពុងតែប្រយុទ្ធនឹងតា Saturn គឺបានឡើងជាមួយនឹងតា Jupiter ហក់ឡើងទៅលើសំពៅរបស់ពួកមនុស្សយក្សដើម្បីព្យាយាមចាប់ជាមួយនឹង Bonnie ចំណែកសាច់រឿងគឺបានកាត់ទៅដល់ខាង Atlas ឯវិញនឹងគាត់គឺបានបិទជាមួយនឹង Chip របស់ Lilith ដើម្បីធ្វើការផ្ដាច់ទំនាក់ទំនងរវាងខួរក្បាលរបស់ Lilith ជាមួយនឹង Pang Record រួមទាំងបាននិយាយទៅកាន់ Zoro ដែរថាឲ្យពួកគេរៀបចំខ្លួនទៅទុកឲ្យនាងចេញទៅការពារពួកគេឲ្យពួកគេចាកចេញក្រោយពីឃើញអញ្ចឹងឧសុបនិយាយដែរថាតើ Atlas ចង់និយាយពីអីឲ្យប្រកបចំពោះឲ្យយកឯនេះវិញហ្នឹងនៅពេលនេះគាត់បានដឹងដែរថា Lilith បានផ្ដាច់ទំនាក់ទំនងជាមួយនឹង Pang Record ហើយអញ្ចឹងប្រហែលជា Lilith ហ្នឹងបានបាត់បង់ជីវិតទៅហើយអញ្ចឹងនៅពេលនេះសល់តែ Atlas ជាមួយនឹងខ្លួនដែលជា Dr. Vegapunk តែប៉ុណ្ណោះកាត់មកដល់ Nami នៅលើសំពៅឯនេះវិញហ្នឹងក៏និយាយដែរថាឲ្យ Zoro ហ្នឹង
ហ្នឹងនំលីលីតចូលទៅខាងក្នុងសំពៅឲ្យលឿនឡើងទៅចំពោះសូរ៉ូគឺបានទទួលបញ្ជារបស់ណាមីក៏ដូចជាឲ្យប្រូរៀបចំបន្ទាប់ផងដែរនៅខាងជិមប៊ីឯវិញហ្នឹងខំព្យាយាមឡើងជាមួយនឹងក្តោងសំពៅរបស់គាត់ក៏ដូចជាចង្កូតសំពៅហ្នឹងដើម្បីប្រាប់ពួកគេធ្វើដំណើរលឿនឡើងទៅប្រូឯនេះវិញហ្នឹងគឺបានទទួលបញ្ជាជាមួយនឹងសូរ៉ូដោយរៀបចំសំពៅរបស់គាត់គឺបានធ្វើការបញ្ឆេះជាមួយនឹងម៉ាស៊ីនក៏ដូចជាធ្វើការជាមួយនឹងខូឡារបស់គេនឹងឯងចំណែកអេតឡាឯនេះវិញហ្នឹងគឺបានទៅប្រយុទ្ធគ្នាជាមួយនឹងតាណាត់ជីរ៉ូក៏ប៉ុន្តែនៅពេលហ្នឹងតាណាត់ជីរ៉ូគឺបានកាត់ដៃរបស់អេតឡាហ្នឹងដាច់មួយតែម្ដងប៉ុន្តែអេតឡានៅតែមិនចោះចាញ់នៅទេបានបំបុកតាណាត់ជីរ៉ូហ្នឹងទៅយ៉ាងឆ្ងាយពីសំពៅរបស់ពួកលូហ្វីអីហ្នឹងគឺបានធ្លាក់ចុះទៅខាងក្រោមពួកតាណាត់ជីរ៉ូឯនេះវិញហ្នឹងគឺបានដកដាវរបស់គាត់កាប់ទៅកាន់អេតឡាដែលអេតឡានៅពេលនេះហ្នឹងឡើងក្អួតឈាមតែម្ដងប៉ុន្តែនាងហ្នឹងគឺអត់បានភ័យខ្លាចនោះទេព្រមទាំងញញឹមថែមទៀតនឹងឯងដោយនិយាយដែរថានៅពេលនេះគឺនាងត្រូវតែបំពេញបេសកកម្មរបស់នាងព្រមទាំងបានធ្វើការបន្ទុះខ្លួនឯងតែម្ដងក្រោយតែពីឃើញអេតឡាបំផ្ទុះខ្លួនបែបហ្នឹងហើយណាមីសូរ៉ូអីហ្នឹងចាប់ផ្ដើមមានការភ្ញាក់ផ្អើលចំពោះអ៊ូស៊ុបក៏និយាយដែរថាទេមិនអាចនោះទេហេតុអីបានជាអេតឡាធ្វើបែបហ្នឹងហេតុអីបានជាជួយមកកាន់ពួកគេបែបនេះទៅវិញចំពោះអាយ៉កឯនេះវិញហ្នឹងពិតជាសប្បាយចិត្តមែនតើដោយសារតែអេតឡានៅពេលនេះគឺបានបាត់បង់ទៀតហើយអញ្ចឹងនៅពេលនេះដុកទ័រវេកផាំងមានតែនាងតែម្នាក់តែប៉ុណ្ណោះដោយឡែកការថ្លែងសន្ទរកថារបស់ដុកទ័រវេកផាំងនិយាយអំពីរយៈពេល25ឆ្នាំមុនដែលនិយាយតាក់ទងជាមួយនឹង Goldie Roger នេះគឺជាឈ្មោះដំបូងដែលពួកមនុស្សគ្រប់គ្នាបានឮថា Goldie Roger ពួកគេធ្លាប់តែឮថា Gold Roger អត់ដែលឮ Goldie Roger នោះទេក្រោយតែពីពួកក្រុមចោរសមុទ្រមួយចំនួនឮឈ្មោះថា Goldie Roger បែបហ្នឹងហើយពួកគេមានការភ្ញាក់ផ្អើលមែនតើដោយមិនដែលដឹងថា Gold Roger គឺជា Goldie Roger នោះទេចំពោះមនុស្សជា Element ឯនេះវិញហ្នឹងក៏នៅតែបន្តប្រយុទ្ធជាមួយនឹងតា Jupiter ក៏ដូចជាកវែងតា Jupiter ទៅជ្រុងមកខាងទៀតប៉ុន្តែដៃរបស់គាត់គឺបានដាច់ទៅហើយក៏បាននិយាយដែរថាតើនៅពេលនេះហ្នឹងដល់ពេលវេលាដែលស័ក្តិសមដែលថា Joy Boy ធ្លាប់និយាយប្រាប់គាត់ហើយមែនទេគាត់ត្រូវតែធ្វើរឿងរ៉ាវទាំងហ្នឹងដើម្បីប្រើប្រាស់វានៅពេលនេះមែនឬមនុស្សយន្ត Element ក៏បានសួរទៅកាន់ខ្លួនឯងដែរថា Joy Boy តើនៅពេលនេះខ្ញុំត្រូវតែប្រើប្រាស់វានៅពេលនេះមែនទេតើអ្នកយល់ព្រមឬអត់ដល់ឡែកចំពោះឯតាសាធារណៈវិញហ្នឹងក៏កំពុងតែប្រយុទ្ធគ្នាជាមួយនឹងពួកមនុស្សយក្សដែលជា Dory និង Proki និងកូនចៅគាត់មួយចំនួន Luffy ចង់ចូលទៅប្រយុទ្ធដែរប៉ុន្តែសម្លឹងមើលឃើញ Bonnie ដែល Bonnie នៅពេលនេះហ្នឹងគឺនាងបានបញ្ចេញជាមួយនឹងសមត្ថភាពរបស់នាងម្ដងទៀតចង់ប្រែខ្លាចខ្លួនឯងទៅជាទម្រង់ទី5ដែលទីបំផុតគឺនាងអាចផ្លាស់ប្ដូរនៅរាងកាយរបស់នាងឲ្យខ្លាចទៅជាទម្រង់ទី5ស្របពេលដែលតាសិទ្ធិនចង់វាយនាងប៉ុន្តែ Luffy ក៏បានចូលទៅជួយក៏ដូចជាមិនឲ្យតាសិទ្ធិនប៉ះ Bonnie តនៅទេ Bonnie ក៏បានផ្លាស់ប្ដូរនៅទម្រង់រាងកាយធម្មតារបស់នាងពីក្មេងទៅជាមនុស្សធំរហូតខ្លាចទៅជាគៀលទី5ព្រមទាំងបាននិយាយទៀតថានាងនឹងធ្វើការវាយជាមួយនឹងតាសិទ្ធិននឹងឲ្យបាននៅពេលជាមួយនឹងគ្នាហ្នឹង Dr. Vegapunk គាត់គឺបានលើកឡើងតាក់ទងជាមួយនឹងរឿងរ៉ាវរបស់ Joy Boy ដែល Joy Boy បានសន្មតថាមានមនុស្សម្នាក់នឹងអាចទៅស្វែងរកជាមួយនឹងកំណប់ចុងក្រោយនឹងឃើញប៉ុន្តែគាត់អត់នឹកស្មាននោះទេថាគឺជា Goldie Roger ផ្ទុយទៅវិញមនុស្សដែល Joy Boy បានគិតថានឹងទៅរកឃើញជាមួយនឹងកំណប់ចុងក្រោយហ្នឹងមិនមែនជា Goldie Roger នោះទេប៉ុន្តែអ្នកទាំងអស់គ្នាអាចស្មានដឹងហើយមនុស្សដែល Joy Boy បានស្មានហ្នឹងគឺជា Monkey D. Luffy នឹងឯងក៏ប៉ុន្តែបែរជា Goldie Roger នោះទេដែលជាអ្នកទៅឃើញកំណប់មួយហ្នឹងមុន Luffy ទៅទៀតមិនត្រឹមតែប៉ុណ្្នឹងនោះទេអំបូរពួកមនុស្សមួយចំនួនស្ទើរតែបាច់ពូជទៅទៀតដូចជាអំបូរបាក់ណារីរឿងរ៉ាវទាំងអស់ហ្នឹងសម្បូរទៅដោយអាចកំបាំងជាមួយនឹង Great Line អ្នកទាំងអស់គ្នាត្រូវតែស្វែងរកអាចកំបាំងទាំងហ្នឹងសម្បីតែអំបូរ Luna Red ក៏ស្ទើរតែដាច់ពូជដែលនៅពេលនេះសល់តែ King តែម្នាក់តែប៉ុណ្ណោះចំពោះអំបូរចុងក្រោយហ្នឹងគឺជាអំបូរមនុស្សភ្នែក3ដែលជា Pudding របស់យើងនឹងឯងហើយចំពោះ Pudding នៅពេលនេះហ្នឹងគឺនាងត្រូវបានពួកវាយបៀតហ្នឹងចាប់ឃុំនៅលើកោះរ៉កបាត់ទៅហើយតោះយើងងាកមកមើលខាង Luffy ប្រយុទ្ធគ្នានៅវិញហ្នឹង Luffy ក៏បានចូលទៅប្រយុទ្ធជាមួយនឹងតាសិទ្ធិនម្ដងទៀតចំណែក Bonnie ក៏បានចូលទៅផងដែរក៏ដូចជានិយាយដែរថាតាសិទ្ធិននឹងឯងជាអ្នកធ្វើបាបទៅកាន់ក្រុមគ្រួសាររបស់នាងហើយនៅពេលហ្នឹងពួកមនុស្សយក្សក៏បាននិយាយដែរថាត្រូវតែធ្វើតាមព្រះនិកៈរបស់គាត់ចំណែក Bonnie ហ្នឹងគឺថាខឹងជាមួយនឹងតាសិទ្ធិននឹងខ្លាំងណាស់តាសិទ្ធិននឹងឯងដែលធ្វើឲ្យគ្រួសាររបស់នាងគឺបែកបាក់ទាំងស្រុងតែម្ដងហើយតាសិទ្ធិននឹងឯងដែលធ្វើឲ្យឪពុករបស់នាងត្រូវតែលះបង់ជីវិតដើម្បីជួយនាងនៅពេលនេះនាងចង់ខ្លាចទៅជាមនុស្សដែលមានសេរីភាពទាំងបានធ្វើការកម្ចាត់ជាមួយនឹងពួកតាសិទ្ធិននឹងឲ្យបាន ជាចុងក្រោយយើងបានឃើញជាមួយនឹង Kuma គាត់បានញញឹមតែម្ដងសាច់រឿងរបស់យើងគឺបានឆ្លៃតែប៉ុណ្្នឹងអ្នកទាំងអស់គ្នា